head poll មួយចំនួនដែលបងប្អូនបាត់ Facebook ឬក៏បាត់ YouTube ឬក៏បាត់ TikTok ដែលបងប្អូនបានភ្ជាប់ជាមួយនឹង Gmail ដោយសារអីយើងបង្កើត Gmail ហើយយើងអត់បានដាក់ភ្ជាប់ជាមួយនឹងលេខទូរស័ព្ទដៃលេខទូរស័ព្ទស្ដាឬក៏យើងអត់បានភ្ជាប់ជាមួយនឹង Gmail ស្ដាបាទនៅក្នុងវីដេអូនេះយើងនឹងមកជជែកអំពីការដាក់លេខទូរស័ព្ទស្ដាឬក៏ email ស្ដារបស់យើងនៅលើ email ដែលយើងបានបង្កើតមុនបាទប៉ុន្តែវាអត់ទាន់រឹងមាំអញ្ចឹងតម្រូវឲ្យយើងប្រើ email ឬក៏លេខទូរស័ព្ទដើម្បីស្ដាបាទស្ដានេះមានថាដាក់ភ្ជាប់ជាមួយនឹង email របស់យើងកុំឲ្យ email របស់យើងខូចកាលណា email យើងមានបញ្ហាវានឹង load លេខកូដទៅកាន់លេខទូរស័ព្ទដៃរបស់យើងឬក៏ទៅកាន់ email ណាមួយដែលយើងស្គាល់អ្នកណាមួយដែលមាន email ហើយយើងស្គាល់គាត់ email របស់គាត់បញ្ចូលភ្ជាប់ជាមួយនឹង email ថ្មីដែលយើងបានបង្កើតបាទអញ្ចឹងហើយយើងដាក់ស្ដាទាំងអស់គ្នាបាទបងប្អូនយើងចូលមកកាន់app Gmail របស់យើងបានដំឡើងរួចនៅទីនេះបងប្អូនខ្ញុំបានដំឡើងហើយគឺវាមកនៅទីនេះនិមិត្តសញ្ញារបស់វានឹងគឺបែបហ្នឹងបាទបងប្អូនចុចមកហើយវាចេញមកទាំងនេះយើងចុចចូលទៅកាន់ Gmail ដែលយើងបានបង្កើតរួចនៅខាងក្រោមគេនេះបាទវាចូលមកប៉ុណ្នេះបងប្អូនចុចពាក្យយល់ហើយបន្ទាប់មកបងប្អូនចុចនៅត្រង់អក្សរ B ក្នុងរង្វង់ពណ៌បៃតងចាស់បញ្ជាក់នៅត្រង់នេះណាបងប្អូននៅត្រង់នេះដូចដែលបានបញ្ជាក់នៅក្នុងវីដេអូមុនវាអាចនឹងមានពណ៌ផ្សេងអាចនឹងមានអក្សរផ្សេងអក្សរនេះវានឹងលោតទៅតាមឈ្មោះដែលយើងបានបង្កើតបាទបើសិនជាបងប្អូនបង្កើត Gmail បងប្អូនផ្ដើមដោយអក្សរ A វានឹងចេញអក្សរ A បើបងប្អូនបង្កើតឈ្មោះ email ដាក់ក្នុង email បងប្អូនផ្ដើមដោយអក្សរ S វានឹងចេញអក្សរ S បើផ្ដើមដោយអក្សរ M វានឹងចេញអក្សរ M ហើយពណ៌នេះក៏នឹងមានការផ្លាស់ប្ដូរដែរបាទជួនកាលពណ៌បៃតងជួនកាលពណ៌ផ្ទៃមេឃជួនកាលពណ៌សជួនកាលពណ៌លឿងអីចឹងណាបងប្អូនបាទហើយនៅទីនេះមានអក្សរ B ពណ៌បៃតងចាស់អញ្ចឹងខ្ញុំចុចទៅលើវាបន្ទាប់មកយើងចុចទៅលើគ្រប់គ្រងគណនី Google របស់អ្នកមកដល់ត្រង់នេះបងប្អូនយើងអូសទៅខាងលើយើងឃើញពាក្យសុវត្ថិភាពនិងការចូលគណនីហើយមានរូបកូនសោបាទយើងចុចយកត្រង់ហ្នឹងវាចេញមកប៉ុណ្នេះបងប្អូនអូសទៅលើទៀតយើងឃើញពីកន្លែងបងប្អូនដែលយើងត្រូវបំពេញបាទទី1គឺទូរស័ព្ទស្ដាមានន័យថាយើងភ្ជាប់ email របស់យើងជាមួយនឹងលេខទូរស័ព្ទហើយទី2គឺ email ស្ដាគឺយើងបញ្ចូលអាស័យដ្ឋាន email ណាមួយដើម្បីដាក់ភ្ជាប់ស្ដាជាមួយនឹង email ដែលយើងបានបង្កើតមិញនេះបញ្ជាក់ឡើងវិញ email នៅទីនេះគឺយើងយក email ចាស់របស់យើងដែលយើងបានបង្កើតមុនឬក៏ email អ្នកណាម្នាក់ដែលយើងអាចជឿទុកចិត្តបានអាចជាមិត្តភ័ក្តិអាចជាក្រុមគ្រួសារអាចជាបងប្អូនសាច់ញាតិរបស់យើងឬក៏អ្នកណាម្នាក់ដែលយើងអាចជឿទុកចិត្តគាត់បានគាត់នឹងមិនធ្វើឲ្យខូច email របស់យើងហើយនៅពេលដែល email របស់យើងមានបញ្ហាយើងអាចទៅអ្នកតំណងទៅគាត់សុំលេខកូដពីគាត់មកវិញបានអញ្ចឹងយើងដាក់បញ្ចូលនៅតំណឹងហើយឥឡូវនេះខ្ញុំសាកបញ្ចូលទូរស័ព្ទស្ដាជូនបងប្អូនសាកមើលហើយមែនតើខ្ញុំកម្រនឹងដាក់លេខទូរស័ព្ទភ្ជាប់ជាមួយនឹងលេខទូរស័ព្ទណាដោយសារខ្ញុំមាន email ចាស់របស់ខ្ញុំបង្កើតរួចហើយខ្ញុំតែងតែភ្ជាប់ជាមួយនឹង email ចាស់របស់ខ្ញុំប៉ុន្តែដើម្បីជាការបង្ហាញខ្ញុំដាក់ចុចចូលទៅត្រង់មុខងារទូរស័ព្ទស្ដាជូនបងប្អូនមើលទាំងអស់គ្នាបាទមកដល់ត្រង់នេះវាកំពុងតែដើរបងប្អូនបាទមកដល់ត្រង់នេះគឺវាតម្រូវឲ្យយើងដោះសរទូរស័ព្ទដៃយើងទៀតយើង scan បាទហើយយើងបញ្ចូលលេខទូរស័ព្ទស្ដាបាទអញ្ចឹងបងប្អូនកន្លែងទង់ជាតិនេះបងប្អូនចុចយកទង់ជាតិខ្មែរយើងវិញមកដាក់កម្ពុជាមកហើយលេខទូរស័ព្ទនៅទីនេះបងប្អូនជួនកាលលេខទូរស័ព្ទរបស់យើងប្រើរាល់ថ្ងៃវាអត់ឲ្យទេអញ្ចឹងវាទាមទារឲ្យបងប្អូនត្រៀមលេខ1ឬក៏2លេខដើម្បី1ឬក៏2ខ្សែដើម្បីក្នុងករណីលេខទី1លេខខ្សែទី1អត់ឲ្យយើងបញ្ចូលទៅខ្សែទី2ឥឡូវខ្ញុំសាកបញ្ចូលខ្សែទី1របស់ខ្ញុំសិន016 559 238ចាំមើលថាលេខនេះវាឲ្យឬអត់ទេបងប្អូនយើងចុចបន្ទាប់សង្ឃឹមថាវាឲ្យ
ឲ្យបាទជារឿងល្អបាទវាឲ្យលេខនេះបាទទេដូចជាមិនឲ្យសារថ្មីម្ដងទៀត16 559 238ចុចបន្ទាប់បញ្ជាក់លេខទូរស័ព្ទរបស់អ្នករក្សាទុកបាទចូលមកដល់នេះហើយយើងចុចត្រង់នេះចុចបន្ទាប់សារថ្មីដើម្បីឲ្យវាផ្ញើលេខកូដមកអូខេវាដាក់ថាជោគជ័យទៅហើយតែអត់ទាន់បានលេខកូដមកទេបងប្អូនអញ្ចឹងយើងចុចមកក្រោយនេះវិញឃើញលេខនេះភ្ជាប់ហើយប៉ុន្តែវាអត់ទាន់ផ្ញើលេខកូដមកទេនៅពេលក្រោយបងប្អូនចុចសារថ្មីម្ដងទៀតចុចកន្លែងលេខទូរស័ព្ទហ្នឹងហើយចុចបញ្ជាក់សារថ្មីវានឹងផ្ញើលេខកូដមកហើយជួនកាលភ្លាមចេះវាអត់ទាន់ឲ្យមកទេជួនកាលលេខហ្នឹងវាអត់ឲ្យដែរអញ្ចឹងបងប្អូនខ្ញុំបញ្ជាក់សារថ្មីម្ដងហើយម្ដងទៀតលេខនេះជួនកាលវាឲ្យជួនកាលវាអត់អញ្ចឹងយើងភ្ជាប់បានប៉ុណ្នេះមិនទាន់ជោគជ័យ 100% ទេវាអាចនឹងខូចអាចនឹងរបូតលេខនឹងចាញ់វិញអញ្ចឹងបងប្អូនឧស្សាហ៍ចូលមកកន្លែងហ្នឹងដដែលហើយបើចុចភ្ជាប់សារថ្មីនៅពេលដែលយើងបានលេខកូដមកវាយបញ្ចូលក្នុងកាឡនបំពេញលេខកូដហើយអាហ្នឹងទើបជោគជ័យ 100% អញ្ចឹងនៅទីនេះយើងនឹងបញ្ចូលអ៊ីមែលស្ដារបន្តទៀតបងប្អូនបាទយើងចូលទៅកាន់អ៊ីមែលស្ដារបន្តទៀតបាទដើម្បីឲ្យសុវត្ថិភាពតែម្ដងហើយជាទូទៅហ្នឹងខ្ញុំប្រើតែអ៊ីមែលស្ដារទេខ្ញុំកម្រនឹងភ្ជាប់លេខទូរស័ព្ទស្ដារណាបងប្អូនបាទឥឡូវយើងវាយបញ្ចូលអ៊ីមែលចាស់របស់យើងអ៊ីមែលណាមួយដែលបងប្អូនស្គាល់អ្នកណាម្នាក់បាទខ្ញុំវាយអ៊ីមែលចាស់របស់ខ្ញុំមួយទៀតបាទចុចរក្សាទុកនេះបងប្អូនលេខទូរស័ព្ទក៏ដូចគ្នាដែរបងប្អូនវាតែងតែទាមទារលេខកូដផ្ទៀងផ្ទាត់របៀបនេះទើបបញ្ចូលទៅមានន័យថាជោគជ័យ 100% ប៉ុន្តែនៅពេលបញ្ចូលលេខទូរស័ព្ទដៃអំបញ្ញមិញហ្នឹងវាអត់ឲ្យលេខកូដមកទេអញ្ចឹងមានន័យថាវាអត់ទាន់ជាប់ 100% ទេវាអាចនឹងរបូតចាញ់វិញឥឡូវនេះលេខកូដ6ខ្ទង់វាបានចាញ់មកហើយខ្ញុំវាយបញ្ចូលសិន97 4401លេខនេះអត់ដូចគ្នាទេណាបងប្អូនលេខបងប្អូនអាចផ្សេងលេខខ្ញុំផ្សេងបាទកុំឲ្យឃើញខ្ញុំវាយចូលលេខហ្នឹងហើយបងប្អូនយកលេខហ្នឹងទៅវាយចូលដែរគឺអត់ជាប់ទេបាទប៉ុន្នេះគឺជោគជ័យហើយយើងត្រឡប់ក្រោយមកវិញបាទនេះបងប្អូនយើងអូសចាស់អូសឡើងម្ដងពីរដងដើម្បីឲ្យវាដើរសារថ្មីវាដើរឲ្យច្បាស់យើងដើម្បីយើងផ្ទៀងប្រកបបាទនេះអ៊ីមែលស្ដាររបស់យើងគឺលេខអ៊ីមែលរបស់ខ្ញុំអ៊ីមែលមុនអ៊ីមែលចាស់របស់ខ្ញុំហ្នឹងគឺចូលបានជោគជ័យហើយនៅពេលនេះGmail ថ្មីរបស់យើងបង្កើតមុនហ្នឹងគឺយើងទទួលបានជោគជ័យអ៊ីមែលស្ដារឬក៏ភ្ជាប់លេខទូរស័ព្ទស្ដារប៉ុណ្នេះហើយមានន័យថាអ៊ីមែលរបស់យើងគឺអត់ងាយខូចទេបាទអញ្ចឹងវីដេអូនេះមានប៉ុណ្នេះបងប្អូនតាមទាន់សូម comment ទាន់ដើម្បីយើងនឹងបន្តដំណើរទៅមុខទៀតបើសិនជាបងប្អូនអត់ comment ទេមានន័យថាបងប្អូនអត់ទាន់អញ្ចឹងខ្ញុំនៅតែរងចាំការសួរនាំការ comment ការខលការឆាតការផ្ញើសារមកសួរខ្ញុំជារឿយជាបន្តទៅលុះត្រាតែបងប្អូន comment ទាន់ហើយខ្ញុំឃើញថាអ្នកដែលតាមទាន់នឹងបានរឿងច្រើនគ្នាដែរហើយខ្ញុំនឹងបន្តទៅទៀតបាទយ៉ាងហោចណាស់ក៏បាន10អ្នកអីហើយគឺយើងនឹងបន្តដំណើរទៅមេរៀនទៅការចែករំលែកបន្តទៅទៀតតែម្ដងបាទហើយបន្ទាប់ហ្នឹងគឺយើងនឹងជជែកអំពីការបង្កើត Facebook ការបង្កើត TikTok ការបង្កើត YouTube ការបង្កើត Telegram ដែលយើងភ្ជាប់ជាមួយ email ដាក់សរសុវត្ថិភាពហើយបងប្អូនសួរថាចុះ email ចុះ Facebook ដែលកំពុងតែប្រើរាល់ថ្ងៃនេះប្រើបានទេបានប៉ុន្តែអ្វីដែលខ្ញុំចង់ចាប់ផ្ដើមនៅទីនេះគឺបង្កើតថ្មីហើយជា Facebook មួយដែលរឹងមាំ Facebook មួយដែលថ្ងៃក្រោយទៅបងប្អូនអាចរកចំណូលពីវាបានច្រើនទាំងតាមរយៈការធ្វើទីផ្សារបែប Digital ការលក់អនឡាញឬក៏បងប្អូនអាចបង្កើតដើម្បីរកលុយតាមរយៈការភ្ជាប់Facebook របស់យើងហ្នឹងទៅលើកម្មវិធីរកលុយរបស់ក្រុមហ៊ុន Facebook តែម្ដងដែលបងប្អូនឃើញគេរកលុយតាមអនឡាញណាបងប្អូនទាំង Facebook ទាំង YouTube ក៏ដូចគ្នាបងប្អូនបាទ YouTube TikTok ហើយនឹងបណ្ដាញសង្គមបណ្ដាញទំនាក់ទំនងផ្សេងទៀតយើងនឹងព្យាយាមយើងនឹងរៀនសូត្រទាំងអស់គ្នាជាបន្តទៅទៀតបាទ comment តន់ដើម្បីខ្ញុំបានដឹងហើយយើងបន្តទៅទៀតទាំងអស់គ្នាបាទអរគុណ